សូមអនុញ្ញាតឲ្យខ្ញុំទៅជាមួយស្វាមីនិងម្ដាយរបស់ខ្ញុំផងអ្នកមិនត្រូវបានអនុញ្ញាតឲ្យទៅណាទេយកទេក្មេងប្រុសតូចនោះមិនដែលមានម្ដាយតាំងពីគាត់ចាំបានគាត់ត្រូវបានរកឃើញដោយនិង Shechin នៅក្នុងច្រកកាប៊ីនមន្ទីរពេទ្យមួយនៅពេលគាត់មានអាយុ6ខែគាត់ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺបេះដូងនៅពេលនោះផងដែរនិង Shechin មិនអាចទ្រាំមើលជីវិតវ័យក្មេងនេះចាក់ចេញបានទេមុនពេលវាអាចមើលឃើញពិភពលោកបានត្រឹមត្រូវដូច្នេះពួកគេបានសម្រេចចិត្តធ្វើការវះកាត់លើគាត់ថែមទាំងត្រូវបានគេយកទៅចិញ្ចឹមបន្ទាប់ពីការវះកាត់ទៀតផង6ឆ្នាំបានកន្លងផុតទៅទោះបីជាខ្ញុំមិនដែលបានជួបម្ដាយរបស់ខ្ញុំក៏ដោយប៉ុន្តែទីង Shechin បានផ្ដល់ក្តីរលាញ់ដូចឪពុកគ្រប់គ្រាន់ដល់គាត់ឲ្យគាត់ធំឡើងដោយគ្មានកង្វល់រហូតដល់ Ruan Lisheng បង្ហាញខ្លួនក្មេងប្រុសតូចគិតថាគាត់បានរកឃើញម្ដាយរបស់គាត់ហើយគ្រួសារមួយដែលមានសមាជិក3នាក់អាចរស់នៅបានយ៉ាងមានសុភមង្គលបន្ទាប់ពីដឹងថានាង Shechin និង Ruan Lisheng បានលែងលះគ្នានាងគិតថានាងនៅតែជួយឪពុករបស់នាងរកគំនិតថ្មីព្យាយាមយកម៉ាក់មកវិញហើយ Ruan Lisheng បានទទួលយកក្មេងដ៏គួរឲ្យស្រឡាញ់និងសំហេតុផលម្នាក់នេះបន្តិចម្ដងព្យាយាមដើរតួជាម្ដាយដោយមានជំនួយពីនាងសៀងទំនាក់ទំនងរបស់ពួកគេកំពុងឆ្ពោះទៅរកអាពាហ៍ពិពាហ៍ម្ដងទៀតដោយមិននឹកស្មានដល់រូបរាងរបស់ស្ត្រីម្នាក់បានបំផ្លាញទិដ្ឋភាពដ៏ស្រស់ស្អាតនេះស្ត្រីរូបនេះបានដឹងដោយអចេតនាថានាង Shechin បានយកកូនប្រុសអាយុ6ឆ្នាំម្នាក់មកចិញ្ចឹមបន្ទាប់មកគាត់បានសាកសួរជុំវិញអំពីរបៀបដែលឧបករណ៍បំពងសម្លេងត្រូវបានរកឃើញនៅទីបំផុតគេបានដឹងថាមេនោះត្រូវបានគេបោះបង់ចោលនៅក្នុងច្រកកាប៊ីនមន្ទីរពេទ្យដោយសារតែជំងឺបេះដូងគាត់ប្រកាសណាស់ថាអ្នកនិយាយនោះគឺជាក្មេងដែលគាត់បានបោះបង់ចោលកាលពី6ឆ្នាំមុនរហូតដល់កូនប្រុសរបស់គាត់នៅមានជីវិតប្រតិកម្មដំបូងរបស់ម្ដាយបង្កើតគឺចង់បានសាច់ឈាមរបស់នាងមកវិញគាត់ថែមទាំងរត់ទៅសាលាមត្តេយ្យឲ្យទៀតផងនាំកូនមកផ្ទះដោយគ្មានការអនុញ្ញាតគាត់គ្រាន់តែចង់ឃើញកូនប្រុសរបស់គាត់ដោយមិននឹកស្មានដល់ពូរបស់ខ្ញុំស្រាប់តែលេចមុខមកខ្ញុំស្គាល់ក្មេងប្រុសតូចនោះភ្លាមគាត់ជាក្មេងដែលប្អូនស្រីខ្ញុំបានបោះបង់ចោលកាលពី6ឆ្នាំមុននៅពេលនោះកុមារមានបញ្ហាបេះដូងមនុស្សគ្រប់គ្នាគិតថាគាត់នឹងមិនរស់នៅហួសពីទីបញ្ចប់នៃថ្ងៃនោះទេទោះជាយ៉ាងណាក៏ដោយក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់របស់វិជ្ជបណ្ឌិតនិង Shechin ឥឡូវនេះនាងចង់មានសុខភាពល្អនិងរស់រវើកអ្នកនឹងមិនដែលទីថានាងធ្លាប់មានជំងឺធ្ងន់ធ្ងរនោះទេពូច្បងបានលើកត្រៀមដោយរីករាយហើយប្រាប់គាត់ពីការពិតថាខ្ញុំជាសាច់ញាតិរបស់អ្នកពូត្រូវបានគេហៅថាពូឡៃជឿកុំបំភ័យក្មេងអីមកនេះមកពូស្រែកឡើងថាពូថ្ងៃនេះជាថ្ងៃឈប់សម្រាកទុកវាចុះវាស្អាតណាស់ក្មេងមិនចង់បានវាទេប្រព័ន្ធសម្លេងគួរឲ្យខ្លាចបន្តិចពួកគេបន្តស្រែកឲ្យចុះមកជាសំណាងល្អនាង Shechin និង Ruan Liv Chươngបានមកដល់ទាន់ពេលវេលានាំកុមារមកវិញក្នុងនាមជាអាណាព្យាបាលស្របច្បាប់នៃការអនុវត្តសមាធិស្ត្រីនោះបានរកឃើញនាង Shechin នៅថ្ងៃបន្ទាប់ខ្ញុំសង្ឃឹមថាគាត់នឹងប្រគល់កូនប្រុសរបស់ខ្ញុំមកខ្ញុំវិញប៉ុន្តែនាង Shechin ធ្លាប់ចាត់ទុកនាងសៀងជាកូនប្រុសរបស់គាត់ជាយូរមកហើយវាពិតជាមិនអាចទៅរួចទេសម្រាប់នរណាម្នាក់មកយកវាទៅតម្រូវឲ្យមានភស្តុតាងនៃឪពុកម្ដាយស្ត្រីនោះបានយកអបាយការណ៍ណាមកនៅថ្ងៃបន្ទាប់ទោះបីជានាង Shechin បានបញ្ជាក់ថានាងសៀងគឺជាម្ដាយរបស់ការរបស់គាត់ក៏ដោយក៏គាត់នៅតែមិនមានបំណងប្រគល់នាងឲ្យគេដែរយ៉ាងណាមិញភីគឹមខាងទៀតធ្លាប់បោះបង់ចោលនាងសៀងម្ដងដូច្នេះអ្នកទាំងពីរបានអង្គុយចរចាគ្នាម្ដងទៀតក្នុងអំឡុងពេលនៃការសាកសួររបស់លោក Ruan Lisheng បានដឹងថាស្ត្រីរូបនេះកំពុងធ្វើការនៅក្នុងទីក្រុងមួយផ្សេងទៀតហើយទទួលបានប្រាក់ឈ្នួលទៀតខ្ញុំមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយទេក្មេងនោះមិនអាចចូលរៀននៅសាលាល្អបានទេពីគ្រប់ទិដ្ឋភាពទាំងអស់ជាការពិតណាស់គាត់មិនពូកែដូចនាង Shechin ទេខ្ញុំអាចដល់ក្តីស្រឡាញ់ដូចម្ដាយដល់គាត់តើអ្នកអាចធ្វើបែបនោះបានទេនៅពេលដែលអ្នកទុកគាត់នៅក្នុងច្រកកាប៊ីនមន្ទីរពេទ្យតើអ្នកបានបាត់បង់ស្នេហារបស់ម្ដាយអ្នកហើយឬនៅបើអាចខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំសម្រាប់គាត់លីង Shechin និយាយមិនចេញពីព្រោះនាងចង់ហៅ Ruan Liv Chươngថាបម៉ាក់គាត់ដឹងថាកូនប្រុសរបស់គាត់ប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ម្ដាយគាត់បន្ទាប់ពីត្រឡប់មកផ្ទះវិញលីង Shechin បានប្រាប់ឪពុករបស់គាត់អំពីរឿងនេះជីតាពិតជាមិនចង់បាត់បង់ចៅប្រុសរបស់គាត់ទេបន្ទាប់មកគាត់បានសួរនាងថានាងចង់រស់នៅជាមួយអ្នកណាចម្លើយរបស់នាងធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលខ្ញុំចង់នៅជាមួយម្ដាយបង្កើតរបស់ខ្ញុំលីង Shechin មិនយល់ស្របនឹងអ្វីទាំងអស់ដែលគាត់បាននិយាយនោះទេគាត់គ្រាន់តែមិនយល់ប៉ុណ្ណោះក្នុងនាមជាឪពុកម្នាក់ខ្ញុំបានផ្ដល់ក្តីស្រឡាញ់គ្រប់គ្រាន់ដល់កូនប្រុសរបស់ខ្ញុំវាមិនល្អដូចម្ដាយបង្កើតដែលខ្ញុំធ្លាប់ជួបតែម្ដងទេអ្នកនឹងចាក់ចេញជាផ្លូវការជាមួយគាត់តើនឹងមានអ្វីកើតឡើងចំពោះឪពុករបស់អ្នកព្រោះគាត់ជាម្ដាយបង្កើតរបស់ខ្ញុំគាត់មិនបានបោះបង់ចោលខ្ញុំដោយចិត្តណាទេបើឪពុករបស់អ្នកមិនយល់ព្រមឲ្យអ្នកទៅជាមួយគាត់ទេអ្នកគ្រាន់តែអនុញ្ញាតឲ្យខ្ញុំនៅជាមួយម្ដាយបង្កើតរបស់ខ្ញុំតោះទៅតាមម្ដាយជីវសាស្ត្រជាអ្វីអ្នកគ្រាន់តែសន្មតថាគាត់ជាម្ដាយបង្កើតរបស់អ្នកមែនទេសូមឲ្យខ្ញុំបានទៅនៅជាមួយម្ដាយខ្ញុំនៅស្ថានសុខអ្នកមិនត្រូវបានអនុញ្ញាតឲ្យទៅណាទេយកទេអូតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីគាត់មិនត្រូវបានអនុញ្ញាតឲ្យទៅណាទេរហូតដល់ក្រោយមកនៅពេលដែល Ruan Lisheng បានទៅលួងលោមនាង Sheng បន្ទាប់មកក្មេងនោះបានបង្ហាញពីមូលហេតុគាត់មិនដែលនិយាយជាមួយខ្ញុំទេរាល់ពេលដែលគាត់មកពួកគេគ្រាន់តែមើលខ្ញុំពីចម្ងាយពេលខ្លះយំពេលខ្លះសាច់ខ្ញុំពិតជាចង់នៅជាមួយម្ដាយបង្កើតរបស់ខ្ញុំណាស់លីង Shechin បានធ្វើការសន្ទនារបស់គាត់ជាមួយ Ruan Liv Chương នៅខាងក្រៅទ្វារគាត់បានដឹងថាដល់ពេលត្រូវលះបង់ហើយពួកគេជឿជាក់ថាកូនដែលពួកគេចិញ្ចឹមប្រកាសជានឹងសម្រេចបាននូវសុភមង្គលដែលពួកគេប្រាថ្នាដូច្នេះនៅថ្ងៃបន្ទាប់ឌីងចង់ចាក់ចេញជាមួយម្ដាយបង្កើតរបស់នាងប៉ុន្តែសម្រាប់មនុស្សមួយចំនួនតូចនេះប្រហែលជាមិនចាំបាច់ជារឿងអាក្រក់នោះទេឌីងសៀងមិនបានបាត់បង់ឪពុករបស់នាងទេគាត់ក៏ទទួលបានម្ដាយដែលស្រឡាញ់ផងដែរហើយស្ត្រីនៅពីមុខគាត់ដែលធ្លាប់បានធ្វើខុសការពីអតីតកាលទីបំផុតមានឱកាសធ្វើការកែប្រែកំហុសនាង Shechin ជឿជាក់ថាគាត់ពិតជាអាចរក្សាចំណាប់អារម្មណ៍ល្អបានជាចុងក្រោយម្ដាយនិងកូនប្រុសបានអន់ក្បាលយ៉ាងជ្រៅនេះបញ្ចប់រឿងរ៉ាវមុននេះ